ថ្ងៃនេះបើអ្នកជាបុរសអ្នកត្រូវតែអាប់ក្រេតខ្លួនឯងបញ្ហាដែលបុរសទំនើបប្រឈមមុខ 4.1 ជីវិតបុរសសពថ្ងៃគឺជាការប្រកួតដែលគេមិនបានរៀននៅសម័យបច្ចុប្បន្នបុរសត្រូវចេះច្រើនជាងមុនត្រូវរឹងមាំបែបផ្លូវកាយត្រូវចេះគ្រប់គ្រងអារម្មណ៍ត្រូវចេះរកប្រាក់ត្រូវមានស្មារតីដឹកនាំត្រូវចេះធ្វើការដោយមិនមានការផ្ដោតកម្លាំងពីអ្នកណាប៉ុន្តែគ្មាននរណាសែនសង្គ្រោះបុរសនោះទេគ្មានបង្រៀនជាផ្លូវការអំពីរបៀបធ្វើជាបុរសទេពួកយើងត្រូវរៀនតាមការរអិលបារាជ័យតាមការចាប់ផ្ដើមដោយគ្មានអ្នកគាំទ្រហើយនេះជាផ្លូវដើរដ៏បុព្វហេតុមួយបំផុតដែលបុរសទំនើបត្រូវប្រឈមមុខ 4.2 បញ្ហាM1 គ្មានគោលដៅជាក់លាក់បុរសជាច្រើនរស់បែបទៅជាងណាដែរវាគេនិយាយថាចង់មានជោគជ័យប៉ុន្តែមិនដឹងជោគជ័យមានអ្វីខ្លះគេចង់រកប្រាក់តែគ្មានគម្រោងចំណាយនិងវិនិយោគគេចង់មានស្នេហាតែបាត់បង់ភាពមាជួរបុរសដែលគ្មានគោលដៅគឺដោយសំប៉ៅគ្មានបញ្ចា 3.3 ការទទួលខុសត្រូវលើ 100% នៃជីវិតគ្មានអ្នកឈ្នះណាម្នាក់ដែលបង្ហាញម្រាមដៃទៅលើគេហើយនិយាយថាខ្ញុំខកខានពីព្រោះគេទេអ្នកឈ្នះបង្ហាញម្រាមដៃទៅលើកញ្ចក់គេទទួលខុសត្រូវលើបរាជ័យខ្លួនដើម្បីស្ថាបនាជោគជ័យថ្មីគេចេះនិយាយ 3.1 វាជាបញ្ហារបស់ខ្ញុំ 3.2 ខ្ញុំត្រូវរៀនពីវា 3.3 ខ្ញុំជាអ្នកកែវាបរិបទដែលតែងតាជាជនរងគ្រោះ victim mindset គឺអ្នកដែលឈ្នះមិនបានលើសោះ 3.4 មិនចាំទឹកចិត្តចេះតែធ្វើអ្នកឈ្នះមិនរងចាំ motivation មកដល់ទេព្រោះគេដឹងថា motivation គឺអារម្មណ៍ discipline គឺជាច្បាប់គេធ្វើរឿងដែលគេត្រូវធ្វើនៅថ្ងៃដែលគេធុញនៅពេលដែលគេចង់គេងនៅពេលដែលគេឈឺចាប់នៅពេលដែលគ្មានអ្នកណាមើលឃើញអ្នកឈ្នះចេះទៅរត់ទោះជាខ្យល់ហួសត្បូង 3.5 ពេលគេនៅស្ងៀមគេកំពុងដុតអណ្ដើតនៅខាងក្នុងអ្នកឈ្នះមិនចាំបង្ហាញគេរៀងរាល់ថ្ងៃទេគេអាចស្ងៀមបែបអត់បារម្ភតែខាងក្នុងគេចង់ឈ្នះច្រើនជាងគេមិនត្រូវការចាប់អារម្មណ៍តែគេចង់បានការរីកចម្រើនគេមិនចង់មានចំនួន like ច្រើនតែគេចង់មានចំនួនអត្រាការចំណាយសម្រាប់សុខភាពចំណេះដឹងនិងអនាគតច្រើនអ្នកឈ្នះធ្វើឲ្យជីវិតឡើងថ្នាក់នៅពេលគេចាប់ផ្ដើមធ្វើអ្វីដែលគេមិនចូលចិត្តដើម្បីក្លាយជាអ្នកដែលគេចង់ក្លាយ 3.6 ជ័យជំនះមិនមែនជាព្រឹត្តិការណ៍ទេវាជានិយមន័យអ្នកជាចម្បងនិយាយថាខ្ញុំចង់ឈ្នះប៉ុន្តែគេចង់ឈ្នះក្នុងការប្រកួតធំវិស័យអាជីពភាពជាអ្នកមានភាពពេញនិយមប៉ុន្តែអ្នកឈ្នះពិតៗឈ្នះនៅការបោះពុម្ពតូចៗក្នុងថ្ងៃតើអ្នកលេខពីក្រែបាននៅព្រឹកនេះតើអ្នកបានអានមួយទំព័រនៃសៀវភៅស្មារតីតើអ្នកបានហាត់ប្រាណឬធ្វើ push up 10ជ័យជំនះគឺជា habit មិនមែនជា goal ទេអ្នកធ្វើវារៀងរាល់ថ្ងៃទោះបីជាមិនមានពានក៏ដោយព្រោះវាធ្វើឲ្យអ្នកគួរឲ្យគោរពខ្លួនឯង 3 ផាន់ទីចូលទៅជាអ្នកឈ្នះចាប់ពីថ្ងៃនេះអ្នកឈ្នះពិតៗគឺអ្នកដែលសម្រេចចិត្តថាថ្ងៃនេះគឺថ្ងៃចាប់ផ្ដើមមិនមើលថ្ងៃម្សិលមិញជាអ្វីទេគេអភិវឌ្ឍខ្លួនជានិស្ស័យមិនប៉ះពាល់ដោយសង្គមក៏ដោយគេដឹងថាអ្នកដឹកនាំជីវិតគឺខ្លួនឯងបើបញ្ចប់អ្នកឈ្នះគឺបុរសដែលរៀនដើរលើភក់ដោយមិនចាំបន្តិចណាដោយចង្អុលជើងប៉ះស្រទាប់ដីរឹង